ចឹងនៅពេលដែលយើងប្រើ combo បែបនេះគឺវាកាប់ទៅរក enemy auto ហើយ damage ក៏វាកាន់តែឈឺទៅតាមហ្នឹងអញ្ចឹងយើងចុច basic attack skill ទី1ឃើញអត់គឺវាកាប់ទៅរក enemy auto មក Godlike គូហើយអញ្ចឹងសម្រាប់ការប្រើប្រាស់ skill ទី1របស់ Suyu ក៏មាន player យើងខ្លះគាត់បានដឹងហើយនឹងចេះហើយប៉ុន្តែមាន player ខ្លះទៀតដែលគាត់មិនទាន់ដឹងណាអញ្ចឹងវីដេអូនេះខ្ញុំចែករំលែកអ្នកទាំងអស់គ្នាពីរបៀបប្រើប្រាស់ skill ទី1របស់ Suyu ហ្នឹងហើយអញ្ចឹងសម្រាប់ auto skill របស់ Suyu គឺវាកាប់មកក្រោយបែបនេះទោះជាយើងដាក់ត្រូវ enemy ឬក៏មិនត្រូវក៏វាកាប់មកក្រោយដែរហ្នឹងអញ្ចឹងយើងអាចមើលជាក់ស្ដែងបានអញ្ចឹងសម្រាប់ auto skill របស់ Suyu គឺវាកាប់មកក្រោយអញ្ចឹងដើម្បីឲ្យយើងកំណត់ទិសដៅឲ្យវាកាប់ឬក៏កំណត់ឲ្យវាអ្វីទៅកាន់ enemy យើងអាចប្រើតាមវិធីនេះអញ្ចឹងដើម្បីឲ្យវាកាប់ទៅកាន់ enemy អញ្ចឹងយើងមើល auto skill របស់វាគឺវាកាប់មកក្រោយបែបនេះអញ្ចឹងដើម្បីឲ្យវាកាប់ទៅរក enemy យើងចុច basic attack ហ្នឹងគឺកន្លែងយើងចុចវាយធម្មតាហ្នឹងយើងចុច basic attack ហើយ skill ទី1 basic attack បូកជាមួយនឹង skill ទី1អញ្ចឹងខ្ញុំចុច basic attack skill ទី1អញ្ចឹងយើងចុចឲ្យលឿនបន្តិច basic attack skill ទី1អញ្ចឹងគឺវាកាប់ទៅរក enemy auto មកអញ្ចឹងយើងអាចមើលជាក់ស្ដែងបានអញ្ចឹង basic attack skill ទី1ទោះជាយើងដាក់មកជាមួយរៀងអញ្ចឹងក៏វាកាប់ទៅដែរអញ្ចឹងចាំមើលខ្ញុំចុចឲ្យបងប្អូនយើងមើលអញ្ចឹង basic attack skill ទី1អញ្ចឹងគឺវាកាប់ទៅរក enemy auto មក basic attack skill ទី1អញ្ចឹងនៅពេលដែលយើងប្រើcombo បែបនេះ skill បែបនេះអញ្ចឹងskill ទី1របស់ Suyu ហ្នឹងគឺវាកាន់តែឈឺវាមាន damage កាន់តែខ្លាំងអញ្ចឹងឧទាហរណ៍ថាយើងដាក់ skill ធម្មតាអញ្ចឹងគឺវាកាប់មកក្រោយអញ្ចឹងវាអត់ធ្វើមាន damage ទេអញ្ចឹងដោយសារតែវាកាប់អត់ត្រូវ enemy អញ្ចឹងណាប៉ុន្តែបើសិនជាយើងប្រើវិធីនេះ basic attack skill ទី1អញ្ចឹងគឺវាកាប់ទៅរក enemy auto អញ្ចឹង damage ក៏វាឈឺទៅតាមហ្នឹងដែរអញ្ចឹងក៏ឲ្យខ្ញុំសុំដក mode នេះចេញអញ្ចឹងយើងដាក់ basic attack skill ទី1 skill ទី2អញ្ចឹងគឺឈឺខ្លាំងមែនទែនអញ្ចឹងយើងដាក់ skill ទី Killing spree Wiped out អញ្ចឹងងាយស្រួលទេហ្នឹងហើយសម្រាប់គ្នាយើងដែលមិនទាន់ចេះអីអាចមើលតាមវីដេអូនេះបានអញ្ចឹងងាយស្រួលយើងគ្រាន់តែអញ្ចឹងម្ដងទៀតសម្រាប់ auto skill របស់វាគឺវាកាប់មកក្រោយបែបនេះទោះជាយើងដាក់ត្រូវ enemy ក៏វាកាប់មកក្រោយដែរហ្នឹងហើយប៉ុន្តែសម្រាប់ combo មួយនេះយើងចុច basic attack skill ទី1អញ្ចឹងគឺវាកាប់ទៅក្រោយ auto សំទោសគឺវាកាប់ទៅរក enemy auto មក basic attack skill ទី1អញ្ចឹងវាកាន់តែឈឺហ្នឹងហើយអញ្ចឹងសម្រាប់ player Suyu គឺយើងដឹងពីការប្រើប្រាស់ skill ទី1របស់ Suyu គឺ damage កាន់តែខ្លាំងហ្មងហ្នឹងអញ្ចឹងយើងអាចមើលស្ដែងបានហ្នឹងហើយ level 15ដូចគ្នាគឺឈឺខ្លាំងមែនទែនអញ្ចឹងវីដេអូចែករំលែកនេះគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាហើយជាចុងក្រោយកុំភ្លេចជួយចុច subscribe ខ្ញុំម្នាក់មួយផងបាយបាយ